ជំរាបសួរទស្សនិកជនទាំងអស់គ្នានាងខ្ញុំរតនាគឺជាពិធីការនីនៅក្នុងកម្មវិធីស្អាត Tip by Signature កម្មវិធីរបស់យើងគឺធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងក្នុងការថែទាំសម្រស់ក៏ដូចជាណែនាំអំពីផលិតផលដែលមានសារធាតុផ្សំចេញពីធម្មជាតិដែលសុវត្ថិភាពក្នុងការប្រើប្រាស់ចាហើយមិនត្រឹមតែប៉ុណ្ណោះកម្មវិធីរបស់យើងឧបត្ថម្ភដោយ Signature គឺជាផលិតផលដែលផ្សំចេញពីប្រេងផ្កាធម្មជាតិ 100% គ្មានក្លិននិងពណ៌សិប្បនិម្មិតសុវត្ថិភាពបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះហើយកម្មវិធីរបស់យើងក៏មានជាមួយនឹងវាគ្មិនកិត្តិយសដែលគាត់នឹងចូលរួមកម្មវិធីរបស់យើងដើម្បីបកស្រាយនៅប្រធានបទផងដែរចាអញ្ចឹងកុំឲ្យខាត់ពីយូរយើងជួបជាមួយនឹងវាគ្មិនកិត្តិយសទាំងអស់គ្នាជំរាបសួរអ្នកគ្រូចាជំរាបសួរចាសូមអនុញ្ញាតអ្នកគ្រូណែនាំខ្លួនទៅកាន់ទស្សនិកជនរបស់យើងបន្តិចចាជំរាបសួរសាជាថ្មីនាងខ្ញុំវិជ្ជបណ្ឌិតហ៊ានសុខុមរនារីហើយនៅក្នុងថ្ងៃនេះផងដែរនាងខ្ញុំពិតជាមានអារម្មណ៍រីករាយដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងតែចុះអ្នកគ្រូថ្ងៃនេះមានប្រធានបទអ្វីដែលលើកយកមកណែនាំជូនទៅកាន់ទស្សនិកជនរបស់យើងចាតកតងទៅនឹងប្រធានបទនៅក្នុងថ្ងៃនេះផងដែរអ្នកគ្រូចង់លើកតកតងទៅនឹងថាតើភាពខុសគ្នារវាងផលិតផលដែលផ្សំឡើងចេញអំពីធម្មជាតិក៏ដូចជាផលិតផលដែលផ្សំឡើងចេញអំពីសារធាតុគីមីសំយោគហ្នឹងតើវាមានផលប៉ះពាល់ឬមួយក៏មានលក្ខណៈខុសគ្នាបែបណាចាដូចអូនដឹងហើយថាជីវភាពយើងប្រចាំថ្ងៃនេះគឺជាអត់ផុតទេពីក្នុងការប្រើប្រាស់នៅដូចជាសាប៊ូកក់សក់ skin care មានន័យថាគ្រឿងថែរក្សាសម្រស់ថ្នាំដុសធ្មេញអីផ្សេងអញ្ចឹងយើងត្រូវតែគួររើសយកនៅផលិតផលណាដែលធ្វើម៉េចឲ្យយើងបានស្រស់ស្អាតហើយយើងបានទទួលនៅផលប៉ះពាល់តិចសុវត្ថិភាពចាសុវត្ថិភាពចាអញ្ចឹងអ្នកគ្រូសូមលើកនៅ4ចំណុចសំខាន់ទី1ហ្នឹងគឺតកតងទៅលើគ្រឿងផ្សំអញ្ចឹងភាពខុសគ្នារវាងផលិតផលដែលផ្សំឡើងចេញអំពីសារធាតុគីមីនិងសារធាតុធម្មជាតិហ្នឹងគឺខុសគ្នាតកតងជាមួយនឹងគ្រឿងផ្សំផលិតផលដូចជាសាប៊ូកក់សក់ឬមួយក៏ skin care ឬមួយក៏ថ្នាំដុសធ្មេញអីផ្សេងហ្នឹងបើសិនជាវាជាផលិតផលដែលផ្សំឡើងអំពីធម្មជាតិបានន័យថាដូចជាផ្សំឡើងអំពីរុក្ខជាតិអំពីប្រេងធម្មជាតិឧទាហរណ៍ថាបើសិនជាផ្កាឬមួយក៏ស្លឹកឈើណាមួយអីចឹងទៅគឺគេផ្សំឡើងចម្រាញ់ចេញអំពីប្រេងធម្មជាតិសុទ្ធអញ្ចឹងណាអញ្ចឹងគឺវាមានការខុសគ្នាទៅជាមួយនឹងរូបមន្តដែលធ្វើអំពីគីមីបើសិនជាតកតងជាមួយនឹងផលិតផលដែលធ្វើចេញអំពីគីមីជាទូទៅគឺគេយកសារធាតុគីមីនឹងតែម្ដងទៅសំយោគឲ្យចេញទៅជាក្លិនឬមួយក៏ឲ្យចេញទៅជាពណ៌ឬមួយក៏ឲ្យចេញទៅជាសារធាតុផ្សំណាមួយហ្នឹងដើម្បីផលិតចេញមកជាសាប៊ូកក់សក់ឬមួយក៏ skin care ឬមួយក៏ផលិតផលអីផ្សេងៗឲ្យយើងប្រើប្រាស់ហ្នឹងគឺចំណុចទី1ភាពខុសគ្នារវាងផលិតផលធម្មជាតិនិងផលិតផលដែលផ្សំចេញអំពីគីមីទី1គ្រូសុំកាត់តិចអញ្ចឹងអាសារធាតុផ្សំដែលគេដាក់ពណ៌រៀងស្អាតជូតៗហ្នឹងអានឹងសិតតែសារធាតុគីមីទាំងអស់ចាភាគច្រើនគឺអញ្ចឹងមិនមែនថាឲ្យតែផលិតផលដែលមានពណ៌គឺសិតតែគីមីឯងផលិតផលខ្លះគឺគេមានពណ៌ដែរប៉ុន្តែពណ៌ហ្នឹងគឺជាពណ៌ដែលមានស្រាប់ពីវត្ថុធាតុដើមធម្មជាតិហ្នឹងអញ្ចឹងណាប៉ុន្តែពេលខ្លះទៀតគឺគេផ្សំចេញអំពីសារធាតុគីមីជាច្រើនប្រភេទដើម្បីសំយោគចូលគ្នាឲ្យចេញទៅជាពណ៌ហ្នឹងចាហើយអារបស់ដែលសំយោគហ្នឹងហើយដែលមានផលប៉ះពាល់ទៅដល់សុខភាពរបស់យើងចាចាគ្រូអាចតបានអញ្ចឹងមួយទៀតហ្នឹងគឺតកតងទៅនឹងរូបមន្តដោយដែលយើងបានដឹងថាយើងមាននៅ ingredient ឬមួយក៏គ្រឿងផ្សំហើយក៏ប៉ុន្តែតកតងទៅនឹងដូចយើងដាំស្លអញ្ចឹងណាយើងមានគ្រឿងផ្សំហើយប៉ុន្តែយើងត្រូវដាក់អាណាមុនយើងត្រូវស្លរបៀបម៉េចចំហុយឬអាំងឬចៀនអីការផលិតគឺដូចគ្នាអញ្ចឹងដែរអញ្ចឹងបើសិនជាវាជាផលិតផលដែលផ្សំឡើងអំពីធម្មជាតិបានន័យថាការដែលក្នុងការផលិតហ្នឹងគឺធ្វើឲ្យមានផលប៉ះពាល់តិចហើយទទួលបាននៅភាពសុទ្ធនៃរូបមន្តហ្នឹងបានល្អជាងក៏ប៉ុន្តែបើសិនជាវាជាផលិតផលដែលតាក់ទងជាមួយនឹងគីមីភាគច្រើនយន្តការនៅក្នុងការផលិតហ្នឹងគឺរូបមន្តនៅក្នុងការធ្វើហ្នឹងគឺវាមានលក្ខណៈគេហៅថាសំយោគបែបគីមីច្រើនដែលលក្ខណៈទាំងនោះយន្តការទាំងនោះអាចមានផលប៉ះពាល់ទៅដល់សុខភាពរបស់យើងក៏ដូចជាកាត់បន្ថយនៅអាគុណភាពនៃគ្រឿងផ្សំពីធម្មជាតិឧទាហរណ៍ថាយើងនិយាយថាសាប៊ូមួយផ្សំចេញអំពីប្រេងផ្កាអញ្ចឹងចុះអញ្ចឹងបើសិនជាការផលិតហ្នឹងវាលក្ខណៈសំយោគបែបគីមីខ្លាំងពេកប្រើនៅកម្ដៅខ្លាំងពេកឬមួយក៏អីចឹងវាអាចបាត់បង់នៅអាគុណភាពនៅគ្រឿងផ្សំដើមរបស់យើងប៉ុន្តែភាគច្រើនបើសិនជាផល
ផលិតផលហ្នឹងផ្សំចេញអំពីធម្មជាតិហើយផលិតផលហ្នឹងឆ្លងកាត់នៅការធ្វើឡើងដោយវិធីសាស្ត្រដែលគេរក្សាទុកនៅភាពសុទ្ធនៃធម្មជាតិនឹងបានច្រើនអាហ្នឹងក៏វាល្អដែរបានន័យថាល្អទាំងសម្រាប់សុខភាពរបស់យើងដែលយើងជាអ្នកប្រើប្រាស់ហ្នឹងនិងការកាត់បន្ថយនៅភាពសុទ្ធនៃរូបមន្តដើមហ្នឹងក៏វាតិចដែរចាហើយនៅមានចំណុចមួយទៀតហ្នឹងគឺតាក់ទងទៅនឹងគេហៅថាកត្តាដែលប៉ះពាល់ទៅដល់គឺរឿង allergy ផ្សេងអញ្ចឹងបើសិនជាផលិតផលហ្នឹងគឺជាផលិតផលដែលការផលិតផលយើងប្រើប្រាស់ប្រចាំថ្ងៃហ្នឹងបើសិនជាមានផ្សំឡើងដោយសារធាតុគីមីច្រើនជាទូទៅវាធ្វើឲ្យប៉ះពាល់ទៅដល់ស្បែករបស់យើងដែលស្បែករបស់យើងហ្នឹងអាចងាយរងនៅក្នុងការវិវត្តទៅជាប្រតិកម្មបើន័យថាឡើងក្រហមឡើងរោលឬមួយក៏ពេលខ្លះទៀតវាមានផលប៉ះពាល់ផ្សេងទៀតក៏ប៉ុន្តែបើសិនជាផលិតផលហ្នឹងគឺធ្វើចេញអំពីធម្មជាតិវិញបានន័យថាផលប៉ះពាល់ហ្នឹងវាតិចអញ្ចឹងដោយសារតែយើងយកផលិតផលគ្រឿងផ្សំក៏ដូចជារូបមន្តនៃការធ្វើហ្នឹងវាពីធម្មជាតិអញ្ចឹងផលប៉ះពាល់ទៅលើស្បែករបស់យើងហ្នឹងក៏តិចដែរអញ្ចឹងយើងមិនសូវជារងនៅទទួលនៅប្រតិកម្មអីផ្សេងទេតាមមួយទៀតនោះគឺចំណុចសំខាន់របស់អ្នកគ្រូដែរដោយសារតាអ្នកគ្រូគឺជាមនុស្សម្នាក់ដែលគេហៅថាeco friendly ណាស្រឡាញ់បរិស្ថានដែរអញ្ចឹងនៅពេលដែលគិតអំពីការជ្រើសរើសនៅក្នុងផលិតផលដែលប្រើប្រាស់ប្រចាំថ្ងៃឧទាហរណ៍ដូចជាសាប៊ូកក់សក់ថ្នាំដុសធ្មេញskin care សាប៊ូលាងចានសាប៊ូលាងដបទឹកដោះគោឬមួយក៏សាប៊ូបោកកៅអៅសម្រាប់កូនរបស់អ្នកគ្រូដូចគ្នាអញ្ចឹងគឺផ្ដោតសំខាន់ទៅលើថាតើផលិតផលអស់ទាំងហ្នឹងនៅក្នុងការផលិតនៅក្នុងការផ្សំមកហ្នឹងតើមានផលប៉ះពាល់ទៅកាន់បរិស្ថានច្រើនអត់កត្តានៅក្នុងការវេចខ្ចប់ហ្នឹងថាតើមានផលប៉ះពាល់ទៅលើបរិស្ថានច្រើនអត់ហើយចំណុចដែលសំខាន់មួយទៀតដែលអ្នកគ្រូចង់ផ្ដោតសំខាន់ទៅលើហ្នឹងគឺតាក់ទងជាមួយនឹងថាតើការដែលផលិតហ្នឹងតែងធម្មតាពេលដែលផលិតផលអីមួយគេតែងតែធ្វើតេស្តហើយអញ្ចឹងចង់ដឹងថាតើធ្វើតេស្តទៅលើសត្វឬមួយក៏ទៅលើមនុស្សអញ្ចឹងបើសិនជាផលិតផលហ្នឹងធ្វើតេស្តទៅលើសត្វក៏អ្នកគ្រូអត់សូវជ្រើសរើសប្រើដែរព្រោះជាមនុស្សម្នាក់ដែលគេហៅថាស្រឡាញ់បរិស្ថានដែរអញ្ចឹងមិនចង់ឲ្យប៉ះពាល់ទៅដល់សត្វឬមួយក៏រុក្ខជាតិដែលនៅជុំវិញខ្លួនយើងទេចា៎អញ្ចឹងដោយអ្នកគ្រូបានលើកឡើងអញ្ចឹងអំពីភាពខុសគ្នារវាងផលិតផលគីមីជាមួយនឹងផលិតផលធម្មជាតិដែលមានខុសគ្នាទៅលើសារធាតុផ្សំចារូបមន្តការផលិតក៏ដូចជាផលប៉ះពាល់ទៅលើបរិស្ថានផ្សេងចាអញ្ចឹងយើងក៏មានជាមួយផលិតផល signature របស់យើងដែលมันមានពណ៌និងក្លិនសិប្បនិមិត្តដែលផ្សំចេញពីប្រេងផ្កាធម្មជាតិ 100% សុវត្ថិភាពបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារផងដែរចាហើយផលិតផល signature របស់យើងមានជាមួយផលិតផលប្រើប្រាស់ទៅលើស្បែកមុខគេហៅថា skin care ឬក៏ផលិតផលថែរក្សាសក់និងផលិតផលប្រើប្រាស់ក្នុងផ្ទះផងដែរដែលផ្សំចេញពីប្រេងផ្កាធម្មជាតិ 100% ដែលมันមានបន្ថែមពណ៌និងក្លិនសិប្បនិមិត្តចាហើយកម្មវិធីរបស់យើងមកដល់ទីបញ្ចប់អរគុណអ្នកគ្រូសម្រាប់ការបកស្រាយប្រធានបទនៅថ្ងៃនេះយ៉ាងក្បោះក្បាយខ្លាំងមែនតើអំពីភាពខុសគ្នារវាងផលិតផលគីមីនិងផលិតផលធម្មជាតិផងដែរចាហើយកម្មវិធីរបស់យើងមកដល់ទីបញ្ចប់ជួបគ្នានៅវគ្គក្រោយជាមួយនឹងប្រធានបទថ្មីជំរាបលាបាយបាយ